ស្រីបងប្អូននិយាយអំពីការទម្លាក់លេខសេះតៈចឹងទេយើងរៀនពីលេខសេះតៈគឺយើងយកខាងចុងហ្នឹងបូកបញ្ចូលគ្នាគុណនឹង3ចែក7ហើយបើយើងធ្វើអញ្ចឹងក៏ងាយដែរគឺយើងយក3បូកនឹង3 3បូកនឹង3បាន9 9ដក7ចោលសល់2 2គុណនឹង3បាន6អញ្ចឹងចែក7អត់បានទេយើងទម្លាក់6ចោលអញ្ចឹងណាទេណាហ្នឹងហើយយើងទម្លាក់6ចោលទោះបីតែយើងគុណបើថាយើងបូក9គុណនឹង3 27ហើយយើងចែកនឹង7ក៏ដូចគ្នា7 3 21នៅសល់6ដូចគ្នាដែរអញ្ចឹងយើងបូកខាងចុងនេះលើសពី7យើងកាត់7ទៅsorryគុណនឹង3ទៅវាសល់សម្រៃងាយស្រួលជាងអញ្ចឹងណាអញ្ចឹងបានចលេខ6មួយវិញទៀតការរៀបអត្តឲ្យយល់អំពីនិស្ស័យលេខអត្តកាលណាបើអត្តលើសពី7គឺយើងសាកដើមវិញឧទាហរណ៍ថាណាឆ្នាំមមីគឺ7អញ្ចឹងដល់ពេល1មេឡើងមក1វិញខែដូចគ្នាខែផលគុណនេះជាខែដំបូងបើន័យថាមាខរបស់មាខផលគុណបាន4អញ្ចឹងបើខែត្រឡប់មកវិញគឺមាខរបស់មាខប្រគុណចែកពិសាចេះគឺដាច់7ហ្នឹងអាសាបនេះ1ស្រាប2ភក្តបុត្រអាសុច4កដឹក5អញ្ចឹងគឺត្រឡប់សាកដើមវិញទាំងអស់អញ្ចឹងគឺអត្តគឺបានតែ7លេខទេហើយត្រូវសាកដើមវិញហ្នឹងសូមបញ្យល់ហើយលេខរៀងបែបនេះគឺខ្ញុំបានបង្ហាញឲ្យស្រួលងាយយល់ដោយសារជាលេខខ្មែរមិនមែនជាលេខអក្សរអត្តហ្នឹងហើយអញ្ចឹងទេគឺយើងបានរស់ឋានទី4ឃើញហើយគឺបានមកពីសុក្រៈ6នេះគឺសុក្រៈសុក្រៈពុទ្ធៈនឹងហើយចន្ទថៅសាវរីគ្រូភូមិសូរិយៈអញ្ចឹងណាអញ្ចឹងកាលណាឋានទី5គឺយើងងាយទេក្នុងក្បួនរបស់ខ្ញុំកាលណាខ្ញុំរៀនគឺឋានទី5គឺយើងសរុបបើសរុបឲ្យគ្រប់7ណាទៀតបើន័យថា1ខាងលើគឺ6ខាងក្រោមឲ្យបាន7 3ខាងលើ4ខាងក្រោមឲ្យបាន7 5ខាងលើ2ខាងក្រោមឲ្យបាន7នេះគឺ7ស្មើណាហើយ2ខាងលើ5ខាងក្រោម7 4ខាងលើ3ខាងក្រោម7 6ខាងលើ1ខាងក្រោម7អាហ្នឹងគឺយើងតម្លាក់ឋានទី4និងឋានទី5ហើយក្នុងឋានទី4ទី5នេះយើងហៅបូកហៅថាហ្នឹងហើយអតាំងយុសង្ញាធនំគ្រឹហានិវិភរិយាអាហ្នឹងឋានទី4ឋានទី4ទី5នេះគឺយើងយកតែមួយឋានទេគឺឋានទី4ព្រោះអត្ថន័យគឺយើងបូកហៅតែមួយទេបើន័យថាពីរខ្ទង់នេះគឺហៅតែមួយអតាំងយុសង្ញាធនំគ្រឹហានិវិភរិយាក្នុងសូមបញ្ជាក់តែប៉ុណ្្នឹងណាទេណាហើយសម្រាប់បងប្អូនដែលចង់រៀនអត្ថន័យក៏ដូចជាលេខរបស់អត្តអានឹងអាចតេតងខ្ញុំណាខ្ញុំបានในក្បួនតម្រាយយើងក៏បានចែកម្លេខយូរគ្រិនហើយដែរហើយក្បួនមាន2មានសតិកាហោរានិងអត្តហោរាហើយក្បួនទាំងពីរនោះតែ2ក្បាលនោះតែ 150,000 ទេណា 150,000 ទេអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់យកទៅសិក្សាក្តីចង់យកទៅតម្កល់ទុកដីតែសិទ្ធិកាពិសេសត្រង់ថាសិទ្ធិកាមានអនុស្រ័យដោយសារនៅក្នុងនោះមានក្បួនសម្រាប់មើលគ្រោះប្រចាំឆ្នាំប៉ុន្តែសួរថាបើយកអនុស្រ័យទៅអត់យកអត្តទៅបានអត់ថាអត់ទេវាជាគូនឹងគ្នាណាអត្តរៀនអំពីអក្សរលេខអត្តយល់អំពីអត្ថន័យអត្តហើយក្នុងក្បួនសិទ្ធិកានោះមានសម្រាយនៅក្នុងអត្តនៅក្នុងនោះផងដែរហើយនៅក្នុងគ្រោះ0ជោគ4សេះមនុស្សមីគុជស័យគុជសានឹងអ្វីទាំងអស់ក្នុងគ្រោះទ្វាទសរិស័យទាំង3ជឿននៅក្នុងនោះទាំងអស់នៅមានក្បួនច្រើនទៀតនៅក្នុងនោះគឺដើរនិស័យគឺដូចគ្នាជាមួយអត្តអញ្ចឹងទេបានយើងត្រូវយកទាំងពីរនោះដែលសារសិទ្ធិកាជាមួយអត្តហ្នឹងគឺជាគូនឹងគ្នាអញ្ចឹង2ក្បាលហ្នឹងតែ 150,000 ទេណានឹង2ក្បាលតែ 150,000 ទេអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍អាចតាក់ទងខ្ញុំណាខ្ញុំបានហើយនេះជាការរៀបរាប់អំពីលេខអត្តរៀបជាជួរឲ្យបូករកផលតែអត្ថន័យយើងមិនទាន់បកស្រាយទេនេះគ្រាន់តែយើងរៀនមុនដំបូងណាព្រោះមេរៀនទី1មេរៀនទី2នោះនិយាយអំពីអត្តហិនៈធនំបេដាមេដាពុខាមជ្ឈមាតនុបដមភិស័យជាពុទ្ធៈណាតនុណា
តនុកដមភាកសហជាបន្ធុបតហេរិបតនិវិរណៈសុភៈកម្មលៀបជាធិឬភយៈទាសាទាស័យហ្នឹងហើយអានឹងគឺយើងរៀបអំពី3ឋាននៅក្នុងតួអតៈនេះជួអតៈនេះគឺនិយាយអំពីថ្ងៃជួតនុនេះនិយាយអំពីខែជួមេរណៈនេះនិយាយអំពីឆ្នាំប៉ុន្តែខាងមុខនេះគឺនិយាយអំពីអាត្មាទាំងអស់ហ្នឹងអាត្មានឹងសូមជម្រាបណាហ្នឹងហើយប៉ុណ្ណឹងទៅចុះហើយសូមបងប្អូនជួយ share បានចូលមើលទស្សនានៅក្នុងវីដេអូជួយ share និងចែកម្លែកផងហើយសម្រាប់ channel YouTube ជួយ subscribe ផងដែរណាខ្ញុំបើផុស YouTube ពី YouTube ហើយ Facebook ក៏មានកូនសិស្សគុនយកទៅផុសបន្តច្រើនដែរក៏ប៉ុន្តែលេខទូរស័ព្ទនៅលេខដដែលដែរទៀតណាខ្ញុំណាសេលេខទូរស័ព្ទគឺ012 33 69ណាហ្នឹងគឺលេខគ្រប់ channel គ្រប់ Facebook ទាំងអស់នឹងបើតាកតងលេខនេះតែមួយទេណានឹងក៏អត់បញ្ហាទេព្រោះលេខនេះលេខរបស់ខ្ញុំខ្ញុំលេខ Telegram ណាផ្ទាល់ណា Telegram ចឹង call មកឲ្យតាកតងតាម Telegram ក៏បានដែរណាសូមជម្រាបចឹងប៉ុណ្្នឹងទៅចុះទេណាសូមអរគុណជម្រាបលាសុខសប្បាយទាំងអស់